នេះគឺជាយន្តហោះចម្បាំង Chengdu J-10C ដែលគេដាក់រហស្សនាមថា Nikoha ឬ Vigorous Dragon គឺជាយន្តហោះចម្បាំងពហុតួនាទីចំនួនទី5ដ៏ទំនើបមួយដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងវិស័យយោធាខាងក្រោមនេះគឺជាព័ត៌មានលម្អិតអំពីវា J-10C ផលិតដោយក្រុមហ៊ុន Chengdu Aircraft Industry Group នៃសាធារណរដ្ឋប្រជាមានិតចិន J-10C គឺជាម៉ូដែលអាប់ដេតចុងក្រោយនិងទំនើបបំផុតនៃត្រកូលយន្តហោះចម្បាំង J-10 វាត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងកងទ័ពអាកាសរំដោះប្រជាជនចិននៅក្នុងឆ្នាំ2018ក្រៅពីប្រទេសចិនប្រទេសប៉ាគីស្ថានក៏បានបញ្ជាទិញយន្តហោះនេះដើម្បីពង្រឹងកងទ័ពអាកាសរបស់ខ្លួនផងដែរ J-10C អាចហោះហើរក្នុងល្បឿនអតិបរមាប្រមាណ 2200 គីឡូម៉ែត្រក្នុង1ម៉ោងនៅរយៈកម្ពស់ខ្ពស់វាមានសមត្ថភាពអាចហោះហើរឡើងបានយ៉ាងលឿននិងមានភាពរហ័សរហួនខ្ពស់ក្នុងការប្រយុទ្ធ J-10C មានបំពាក់នូវរ៉ាដាប្រភេទ Active Electronically Scan Array ដែលមានសមត្ថភាពចាប់យកគោលដៅបានឆ្ងាយចាប់សញ្ញាគោលដៅបានច្រើនក្នុងពេលតែមួយនិងមានភាពច្បាស់លាស់ខ្ពស់ទោះបីជាមានការរំខានពីប្រព័ន្ធអេឡិចត្រូនិករបស់សត្រូវក៏ដោយវាអាចបំពាក់មីស៊ីលចំនួនថ្មីដ៏មានឥទ្ធិពលដូចជា PL-15 មីស៊ីលអាកាសទៅអាកាសរយៈចម្ងាយឆ្ងាយដែលអាចបាញ់បានចម្ងាយជាង200គីឡូម៉ែត្រនិង PL-10 មីស៊ីលសម្រាប់ប្រយុទ្ធចម្ងាយជិតដែលអាចបាញ់តាមរយៈការសម្លឹងមើលរបស់ពីឡុតវាក៏អាចបំពាក់គ្រាប់បែកឆ្លាតវៃសម្រាប់វាយប្រហារលើដីនិងនាវាផងដែរវាប្រើប្រាស់ប្រព័ន្ធស្រូបខ្យល់ប្រភេទ Divertless Supersonic Inlet និងវត្ថុធាតុដើមពិសេសដែលជួយកាត់បន្ថយការចាប់បានពីរ៉ាដារបស់សត្រូវតម្លៃប៉ាន់ស្មាននៃយន្តហោះ J-10C មួយគ្រឿងត្រូវបានគេប៉ាន់ស្មានថាមានចន្លោះពី40លានទៅ50លានដុល្លារអាមេរិកក្នុងមួយគ្រឿងបើប្រៀបធៀបនឹងយន្តហោះលោកខាងលិចដូចជា F-16 ចំនួនចុងក្រោយឬ Rafale J-10C មានតម្លៃធូរថ្លៃជាងប៉ុន្តែផ្ដល់នូវសមត្ថភាពប្រយុទ្ធប្រហាក់ប្រហែលគ្នាវាគឺស័ក្តិសមសម្រាប់ប្រទេសដែលខ្សោយធនធានសម្រាប់ការអភិវឌ្ឍដែនអាកាស